ប្រសិនបើខុសបច្ចេកទេសតែបន្តិចអ្នកតទូរថភ្លើងនេះនឹងសម្ពាធដូចជាជាតែម្ដងជាងនេះគឺជាការងារមួយដែលមានហានិភ័យនិងគ្រោះថ្នាក់ខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌាដោយប្រាក់ខែនិងប្រាក់តម្លៃខ្លួននៅក្នុងមួយថ្ងៃមានតម្លៃខ្លួនរហូតដល់$2000ឯណោះសម្រាប់ការងារនេះដែរពួកយើងទាំងអស់គ្នាមិនធ្លាប់បានឃើញគឺតែងតែគិតថាគឺជាការងារមួយដែលគ្រោះថ្នាក់ក៏ប៉ុន្តែជាក់ស្ដែងសម្រាប់អ្នកដែលរស់នៅទីនោះនឹងបានធ្វើការងារនោះជារៀងរាល់ថ្ងៃហើយក៏បានគិតថាការងារនេះគឺជាការងារមួយដែលសាមញ្ញជាទីបំផុតនិងគ្មានភាពគ្រោះថ្នាក់អីនោះទេព្រោះអីនៅក្នុងទូរថភ្លើងនីមួយៗគឺតែងតែមានកន្លងដើម្បីរត់នៅលើចង្អុលកង់សម្រាប់ទូរថភ្លើងខ្លះៗគឺមានកន្លែងភ្ជាប់អូតូដោយស្វ័យប្រវត្តិគឺមិនចាំបាច់ប្រើកម្លាំងមនុស្សដើម្បីទៅភ្ជាប់នោះទេរីឯទូរថភ្លើងមួយចំនួនដែលបន្សល់ទុកពីសម័យមុនគឺតែងតែត្រូវបានទៅភ្ជាប់ដំណរដោយប្រើកម្លាំងមនុស្សដើម្បីអូសសណ្ដោងនៃទូរថភ្លើងដើម្បីធ្វើចលនានិងធ្វើដំណើរទៅមុខជាការពិតណាស់រថភ្លើងគឺមានតួនាទីយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនរបស់របរអីវ៉ាន់ឆ្លងកាត់ប្រទេសមួយទៅប្រទេសមួយនៅក្នុងការដឹករបស់របរម្ដងរថភ្លើងគឺដឹកអីវ៉ាន់បានយ៉ាងច្រើនសន្ធឹកសន្ធាប់និងសណ្ដោងទូកុងតឺន័របានរាប់រយទូកុងតឺន័រឯណោះបើទោះបីជានៅក្នុងការដឹកជញ្ជូនត្រូវចំណាយពេលរៀងយូរបន្តិចក៏ពិតមែនក៏ប៉ុន្តែនៅក្នុងការចំណាយនៅក្នុងការចាក់ប្រេងក៏ដូចជាអូស្មန်គឺត្រូវបានចំណាយលុយយ៉ាងតិចតួចបំផុតព្រោះអីទូរថភ្លើងគឺមានក្បាលតែមួយឬក៏ម៉ាស៊ីនពីរតែប៉ុណ្ណោះសម្រាប់ជំនួសនៅពេលដែលម៉ាស៊ីនមួយខូចនឹងយកម៉ាស៊ីនមួយមកដាក់អូសបន្តប្រសិនបើយើងធ្វើការប្រៀបធៀបអំពីការដឹកអីវ៉ាន់នៅលើផ្លូវដែកនិងផ្លូវអាកាសការដឹកអីវ៉ាន់នៅលើផ្លូវអាកាសគឺចំណាយលុយកាក់អស់ច្រើនជាងការដឹកអីវ៉ាន់នៅលើផ្លូវដែករហូតដល់គុណនឹង10 ដងឯណោះបើទោះបីជាការដឹកអីវ៉ាន់នៅលើផ្លូវអាកាសអស់ចំនួនច្រើនក៏ពិតមែនក៏ប៉ុន្តែមនុស្សក៏នៅតែធ្វើការដឹកអីវ៉ាន់នៅលើផ្លូវអាកាសព្រោះហេតុថារថភ្លើងជារៀងរាល់ថ្ងៃគឺមិនទាន់មានផ្លូវឆ្លងទ្វីបសមុទ្រនោះទេចឹងហើយទៅមនុស្សម្នានាំគ្នាដឹកអីវ៉ាន់ដើម្បីឆ្លងទ្វីបដោយប្រើយន្តហោះនិងកប៉ាល់ទឹកដើម្បីធ្វើការដឹកជញ្ជូនឆ្លងទ្វីបមហាសមុទ្រធំៗសូមកុំភ្លេចចុច like និង subscribe follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin